Ok,សួស្តីទាំងអស់គ្នាអញ្ចឹងថ្ងៃនេះបងចូលមកកាន់មេរៀនបន្ទាប់ថ្ងៃសៅរ៍អាទិត្យគឺទីផ្សារអត់ដើរទេថ្ងៃនេះបងឆ្លៀតបានទិញមេរៀនបន្ទាប់ណាអូខេអញ្ចឹងតកតងជាមួយមេរៀនរបស់យើងអ្នកទាំងអស់គ្នាប្រកាសជាយល់ហើយតកតងជាមួយនឹងការបងបញ្យល់ណាថាផ្សារគឺបងមើលបញ្យល់ទៅលើទម្រង់របស់ផ្សារអញ្ចឹងបងបញ្យល់អស់ហើយតកតងជាមួយនឹងផ្សារវាមានទម្រង់3គឺ3ទម្រង់ទី1 sideways ទី2 down trend ទី3នឹង up trend អញ្ចឹងបងបានបញ្យល់ថាផ្សារ sideways វាមិនបងបានបញ្យល់អស់ហើយហើយកន្លែង buy sell កន្លែងណាបងបានបញ្យល់អស់ហើយអូខេអញ្ចឹងយើងមកបញ្យល់ជាមួយនឹងផ្សារទម្រង់down trend តកតងឥឡូវបងចូល up trend មុនចុះយើងបញ្យល់តកតងជាមួយនឹងការ up trend អញ្ចឹងផ្សារ up trend វាមានទម្រង់បែបម៉េចពាក្យថា up មានតែឡើងអញ្ចឹងប្រកាសជាវាមានទម្រង់ឡើងហើយអញ្ចឹងវាដូចតែ sideways ដែរទេអញ្ចឹងមានន័យថាវាមានពីរបន្ទាត់វាមាន high វានឹង low អញ្ចឹងមានន័យថាម៉េចវាទម្រង់ចេះយើងចាប់មកនេះដូចបងបញ្យល់អញ្ចឹងអានេះគឺចាប់វាប្រើហ្នឹងណានេះយើងចាប់មកបន្ទាត់ហ្នឹងមកហើយយើងប្រើមកបន្ទាត់ទៅលើទៀតមកខាងលើវាហ្នឹងអូខេអញ្ចឹងមានន័យថាវារូបរាងទម្រង់បែបជាឡើងណាយល់អត់មានន័យថាវាទម្រង់ដូចកម្មចតាឡើងអញ្ចឹងណាវាឡើងទៅលើអញ្ចឹងហ្មងណាអាហ្នឹងគេហៅថាទម្រង់ up trend អញ្ចឹងមានន័យថាគាត់ថាបងបញ្ជាក់បន្តិចពេលដែលចាប់គ្នាយើងព្យាយាមចាប់អានេះពីដើមអាប្រឡោះនេះយើងមើលអាប្រឡោះពីនេះប្រឡោះពីយើងមើលអាប្រឡោះពីនេះអាប្រឡោះពីនឹងប៉ុណ្ណាអាចុងក្រោយគឺប៉ុណ្ណឹងដូចគ្នាណាអាចុងក្រោយប៉ុណ្នេះគឺប៉ុណ្ណឹងដូចគ្នាគឺវាឲ្យចាប់ធ្វើម៉េចឲ្យវាទំហំស្មើគ្នាកុំចាប់អាមួយធំអាមួយតូចតោះនេះធ្វើម៉េចឲ្យវាចាប់ទៅឲ្យវាប៉ុនគ្នាកុំរបៀបថាយើងរបៀបថាយើងចាប់អាពីមុខធំអាពីក្រោយតូចគឺអត់កើតទេអញ្ចឹងយើងចាប់ធ្វើម៉េចឲ្យវាប៉ុនគ្នាអត់របៀបថាអត់របៀបអានេះធំដល់ចុងក្រោយបើយើងទួយចេះអត់ទេយើងធ្វើម៉េចចាប់ឲ្យវាស្មើគ្នាចេះតោះនេះគឺស្មើគ្នាអត់អូខេហើយអត់មានចាប់រៀងចេះទេអត់ទេយើងត្រូវចាប់ឲ្យស្មើគ្នាតោះនេះអញ្ចឹងពាក្យថា up trend មានន័យថាផ្សារប្រកបជាដើរចេះមានន័យថាអូខេបងសុំលុបអានេះចោលសិនអូខេបងសុំលុបចោលមានន័យថាវាដើររយៈពេលចេះវាដើរមានន័យថាវាដើរពីរបៀបថាវាឡើងពី low ប៉ះ high ប៉ះ low high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  អញ្ចឹងទៅមានន័យថាវាឡើងជាទម្រង់កម្មចតាយល់អត់វាឡើងជាទម្រង់កម្មចតាយល់ទេមានន័យថាវាឡើងពី low ទៅ high high ហើយធ្លាក់មក low low high low high low high អញ្ចឹងមានន័យថាដូចថាទម្រង់ sideways ដដែលទេគាត់ថាវាទម្រង់ឡើងអញ្ចឹងយើងអាចសរសេរអក្សរកន្លែងនេះមកពេលដែលយើងគូសយើងសរសេរមកដាក់កន្លែងនេះពាក្យថា low យើងស្រួលចំណាំហ្នឹងទៅណាតោះនេះអូខេយើងដាក់ low ហ្នឹងមកអូខេយើងកំណត់កន្លែងនេះយក high យើងទៅណាយើងកំណត់កន្លែងនេះយក high វាយើងមកតោះនេះអូខេអូខេអញ្ចឹងអូខេ low high low high អញ្ចឹងទៅអូខេយើង copy ដាក់កន្លែងនេះទៀតមកអូខេយើងដាក់បន្តទៀតណា clone វាមកhigh នេះសិតតែ high របស់វានេះអូខេអូខេអូខេតទៀតមកអូខេដល់ក្រោម low low មានថាវាចុះប៉ះ low វាទៅ high ចុះធ្លាក់ពី high មកកាន់ low វិញបងនេះអូខេអញ្ចឹងដូចបងបញ្យល់អញ្ចឹងមានន័យថា up trend មានន័យថាវាមានទម្រង់ឡើងពី low ទៅ high ចុះពី high មក low ឡើងពី low ទៅ high ចុះពី high មក low វាទម្រង់របៀបថាវាទម្រង់ up trend តោះណាអត់អញ្ចឹងកន្លែងដែលយើងត្រូវបាយនេះកន្លែងដែលយើងត្រូវរងចាំបាយទី1យើងរងចាំបាយនៅកន្លែង low មានន័យថាបាយនៅកន្លែង low បាយ low ហ៎បាយពីអាតំបន់ខ្សែខាងក្រោមនេះបាយនៅហ្នឹងហើយ take profit នៅប្លុកកណ្ដាលហ្នឹងទៅហើយ sell នៅកន្លែង high វាប៉ុណ្ណាអញ្ចឹង buy sell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  ប៉ុន្តែវាមានករណី buy ដែរអញ្ចឹងបងសង្ឃឹមថាបងបញ្យល់ប៉ុណ្ណឹងគឺយើងយល់ហើយឥឡូវបងមើលផ្សារជាក់ស្ដែងអនុវត្តជាក់ស្ដែងណាថាវាមានទម្រង់បែបម៉េចអូខេអញ្ចឹងឥឡូវយើងមើលទម្រង់ផ្សារជាក់ស្ដែង
ដូចបងតែប្រាប់មើលនៅក្នុងកុំព្យូទ័រវាស្រួលជាងនៅក្នុងតាក់ទងជាមួយនឹងទូរស័ព្ទអូខេអញ្ចឹងយើងមើលចាស់ស្ដែងយើងឃើញអីយើងឃើញអីយើងចាប់ពីនេះមកនេះយើងមើលអាខមមកបន្ទាត់នេះយើងមើលអាខមនេះតោះនេះយើងមើលអាខមនេះតោះអត់មើលឃើញអត់ប៉ុណ្ណឹងមើលឃើញអីអត់ឥឡូវបងសួរថាប៉ុណ្ណឹងមើលឃើញអីអត់បងចាប់មកបន្ទាត់ហ្នឹងហើយមើលឃើញអីអត់នេះបងចាប់មកបន្ទាត់ទៀតប្រៀបដូចជាអាបន្ទាត់នេះអញ្ចឹងណាអានឹងផ្សាយចាស់ស្ដែងអញ្ចឹងនេះចាចាប់ខាងលើបន្ទាត់ខាងលើទេមកចាប់ពីកន្លែងនេះមកចាប់ធ្វើម៉េចពេលខ្លះវាលំអៀងគ្នាតិចតួចតែអត់អីទេអាក្រមយើងអាចលំអៀងគ្នាតិចតួចប៉ុន្តែវានៅតែពេលខ្លះអាចលំអៀងលៀនតិចចាស់អត់អីទេសំខាន់ឲ្យតែយើងយល់ឃើញទេឃើញវាចូលអីអត់ណាឃើញវាឡើងពីនេះអត់ឃើញទេឡូប៉ះហាយធ្លាក់មកឡូរៀងឡូហាយឡូចិត្តហាយឡូមកហាយហើយធ្លាក់មកឡូវិញធ្លាក់មកដល់កន្លែងហ្នឹងប្រកាសណាប្រកាសជាទៅហាយវិញតោះណាប្រកាសជាទៅកន្លែងហាយនឹងវិញតោះនេះអញ្ចឹងមានន័យថាផ្សារចាក់ស្ដែងវាឡើងចេះវាឡើងពីឡូហាយធ្លាក់ទៅហាយមកឡូហាយទៅតោះនេះប៉ុន្តែវាមិនស្រួលយ៉ាងទេវាក៏មានករណីថាវាបែកជាមួយនឹងបន្ទាត់ណាវិញក៏វាអាចបែកវាថាវាបែកអាក្រមវាទៅក្រមបែកវាលើវាទៅលើទៅអញ្ចឹងយើងអាចនេះនៅពេលដែលយើងរងចាំបាយឬក៏ sell មានយើងអាចនេះមកនេះដាក់នេះ high វា high ឃើញទេ high របស់វាអូខេសុំទោសដាក់ high របស់វាមកអានេះដាក់low របស់វាចឹងទៅអានេះដាក់low របស់វាចឹងទៅតើណាត់នេះ low របស់វាចឹងទៅអញ្ចឹងមានន័យថាហើយដាក់ខាងនេះ low បាយមានថា low យើងបាយពីក្រោបទៅអញ្ចឹងមានន័យថាផ្សារឥឡូវនេះវាបិទនៅតម្លៃ59អញ្ចឹងយើងអាចរងចាំបាយនៅតម្លៃនេះយើងដាក់បន្ទាត់មកយើងច្អល់វាមកវានៅតម្លៃប៉ុន្មានអញ្ចឹងវានៅ54 55អញ្ចឹងយើងអាចរងចាំបាយនៅកន្លែងហ្នឹងមកនេះយើងដាក់ low វានៅកន្លែងហ្នឹងមក low វានៅកន្លែងហ្នឹងមក low វាអូខេហើយយើងរងចាំបាយនៅកន្លែងហ្នឹងមកអញ្ចឹងមានន័យថាពេលដែលផ្សារធ្លាក់មកដល់កន្លែងនេះណាធ្លាក់មកដល់យើងច្អល់កន្លែងលេខមក54 53អញ្ចឹងយើងទៅសេលេខកន្លែងចំណាំហ្នឹងហើយមកយើងដាក់3754មានន័យថាដល់កន្លែងហ្នឹងយើងបាយភ្លាមណាដល់កន្លែងហ្នឹងយើងបាយព្រោះវានៅប៉ះ trend line ជាមួយនឹង up trend ឃើញទេ trend line ជាមួយនឹង up trend យើងអាចបាយបានពីចំណុចហ្នឹងអញ្ចឹងសួរថាយើងអាចបាយហើយយើងហូរដល់ណាអាចហូរដល់នេះខំ73ឬក៏ដល់នេះណាតោះនេះប៉ុន្តែពេលប្រយ័ត្នដែរពេលដែលយើងបាយប្រយ័ត្នតែវាខ្លះផ្សារមិនមែនស្រួលយ៉ាងពេកទេណាតោះអត់ត្រូវចាំថាពេលខ្លះវាអាចចេះវាអាចមានករណីថាផ្សារវាអាចមានករណីថាចេះអានេះដូចជាទម្រង់ up trend អញ្ចឹងបងយល់ហ្មងអត់មានសពិចស្ពិលទេមានតែអញ្ចេះអានេះដូចគ្នាតោះអត់អញ្ចឹងមានន័យថាវាឡើងចេះវាឡើងពីឡូវឹប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 វាធ្លាក់ពីហ្នឹងប៉ុន្តែវាមកដល់ថាហ្នឹងវាមិនទៅអញ្ចេះទេណាវាមករចេះវិញវាធ្លាក់មកចេះចេញមានន័យថាវាដាស់ហ្នឹងវាជ្រុំយំបាទតាមនេះធ្លាយវណែបខមណែអាហ្នឹងហើយដែលត្រូវប្រយ័ត្នប្រយែងព្រោះផ្សារវាមានទម្រង់អញ្ចឹងដែរតើអត់មានន័យថាប្រយ័ត្នបំផុតចាត់តែវាធ្លាយអញ្ចឹងអានេះក៏អត់ស្រួលដែរមើលអត់ស្រួលបើសិនជាអាចបាយដាក់ SL ធំ45អីទៅ44 45អីតោះនេះមានន័យថាយើងប្រយ័ត្នបើសិនជាករណីថាពេលខ្លះវាអាចមានករណី2ណាវាអាចមានករណី2នេះបងបញ្ចូលច្រើនទី1បើសិនជាវាធ្លាយខាងក្រោមវាទៅខាងក្រោមមានន័យថាវាឡើងចេះវាពេលខ្លះមិនប្រកាសថាយើងប៉ះ trend low យើងត្រូវបាយភ្លាមទេពួក4 5ដងហើយអញ្ចឹងវានេះឡើងទៅអញ្ចឹងប៉ះកន្លែងហ្នឹងដូចគ្នាពេលខ្លះវាអាចធ្លាក់មកវធ្លាយមកដល់នេះវិញធ្លាយមកក្រោមឬមករកអាក្រោមនេះមករកអាជើងក្រោមនេះបុបមករកអាជើងក្រោមនេះនៅតម្លៃ18នេះអញ្ចឹងច្បាស់ណាស់ពេលដែលវាបែកអា trend line នេះពេលដែលវាបែកអា trend line នេះមានន័យថាពេលដែលវាបែកអា54ឬក៏55នេះវាចុះមកដល់ធំ45អីនេះប៉ះឯសាលរបស់យើងអាចរកកន្លែង share វិញមានន័យថាបើវាចុះមកបែកចេះបើវាចុះមកបែកចេះបែកធំនេះហើយ
បែកអញ្ចឹងហើយយើងរកកន្លែង sell វិញមានន័យថារងចាំតែវាឡើងចេះរងចាំតែវាឡើងទៅវិញប៉ះជាមួយនឹង trend line យើង sell តម្លាក់យកមកតោះណាអញ្ចឹងមានន័យថាគេលេងអញ្ចឹងប៉ុន្តែបើសិនជាករណីថាបើវាអត់បែកទេមានន័យថាវាឡើងវាចុះមកពីហ្នឹងវាប៉ះហ្នឹងវាឡទៅវិញប៉ុន្តែវាបែកនៅលើវាបែកវាបុកបែកឲ្យលើវាទៅចេះទៀតតើណាអញ្ចឹងអាហ្នឹងវាមានពីរករណីអញ្ចឹងបើថាវាបែកឲ្យក្រោមយើងរកកន្លែង sell មកបើថាវាបែកឲ្យលើយើងរកកន្លែង buy តើណាណាអញ្ចឹងទម្រង់ up trend គឺបែបហ្នឹងណាគឺបែបហ្នឹងគឺយើងវិភាគទៅលើកុំព្យូទ័រគឺអាចឃើញច្បាស់ណាបងនេះអញ្ចឹងបងសង្ឃឹមបងបញ្យល់ប៉ុណ្ណឹងគឺអាចយល់ហើយអញ្ចឹងយើងអាចចូលទៅកាន់មេរៀនបន្ទាប់តទៅជាមួយនឹងទម្រង់ down trend វិញណាសង្ឃឹម up trend បងបញ្យល់ប៉ុណ្ណឹងសង្ឃឹមចូលទាំងអស់គ្នារៀនអនុវត្តរៀនគូសរៀនអីទាំងអស់គ្នាណាអរគុណច្រើន